ការប្រកួតបាល់ទាត់ពានក្លឹបជើងឯកអាស៊ាន Asian Club Championship Shopee Cup បានរៀបចំរូបមន្តនៃការប្រកួតថ្មីដែលធ្វើឲ្យការប្រកួតរដូវកាលថ្មី2025-2026កាន់តែច្រើននិងជោគជ័យសម្រាប់ក្រុមនីមួយៗរដូវកាល2025-2026ត្រូវបានបង្កើនឡើងដល់ចំនួន14ក្រុមដែលសុទ្ធតែជាក្រុមលំដាប់កំពូលប្រចាំតំបន់អាស៊ានលក្ខខណ្ឌនៃការប្រកួតគឺក្រុមទាំង14ត្រូវបែងចែកជា2ពូលហើយក្នុងមួយពូលមាន7ក្រុមការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលក្រុមនីមួយៗមានការប្រកួតចំនួន6លើកក្នុងនោះការប្រកួតក្នុងដី3លើកនិងក្រៅដី3លើកបន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូលក្រុមដែលឈរចំណាត់ថ្នាក់លេខ1ដល់លេខ4នៃពូលទាំងពីរគឺសរុប8ក្រុមបានឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយការប្រកួតវគ្គ8ក្រុមចុងក្រោយពីជើងទៀតគឺក្នុងដីនិងក្រៅដីទើបរកឃើញក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់និងវគ្គផ្ដាច់ព្រាត់មានការប្រកួតពីរជើងដូចគ្នាគឺក្នុងដីនិងក្រៅដីដូច្នេះក្រុម2ដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់គឺមានការប្រកួតសរុបចំនួន12លើកទើបចប់គួរឲ្យដឹងថាការចាប់ឆ្នោតជ្រើសរើសពូលនឹងធ្វើឡើងនៅវេលាម៉ោង1រសៀលថ្ងៃសុក្រទី4ខែកក្កដាឆ្នាំ2025នៅប្រទេសថៃខាងក្រោមនេះគឺជាក្រុមទាំង12ដែលបានឈរចាំនៅវគ្គចែកពូលដោយស្វ័យប្រវត្តិក្នុងនោះមានដូចជាក្រុមបរិយារ៉ាំ United មកពីថៃក្រុមបាងកក United មកពីថៃ BG ផាធំមកពីថៃ Hanoi FC មកពីវៀតណាមកងអាន Hanoi មកពីវៀតណាម Malut United មកពីឥណ្ឌូនេស៊ី Persebaya មកពីឥណ្ឌូនេស៊ី Johor Darul Taksim មកពីម៉ាឡេស៊ី Selangor មកពីម៉ាឡេស៊ី Lion City មកពីសិង្ហបុរី Tapinas Rovers មកពីសិង្ហបុរីនិងប្រខ័ណ្ឌរាជស្វាយរៀងមកពីកម្ពុជាចំណែកខាងក្រោមនេះគឺជាក្រុម4ផ្សេងទៀតដែលត្រូវប្រកួតជម្រុះយក2ក្រុមឡើងទៅកាន់វគ្គចែកពូលក្នុងនោះមានដូចជាក្រុមមកពីហ្វីលីពីន Zebu ក្រុមមកពី Myanmar Sun United ក្រុមមកពីឡាវនិងមួយទៀតគឺជាក្រុម Kasuka របស់ Brunei